បើសិនជាកុំព្យូទ័រយើងចេញអញ្ចឹងប្រហែលជាវាបាត់ driver វាឥឡូវយើងចង់ដឹងយើងធ្វើចេះយើងមកស្ដាំលើ my computer បាទនេះ Windows 10 វាដាក់ disk computer ប៉ុន្តែបើ Windows 7 ប្រហែលជាវាអាចដាក់ថា my computer ណាយើងមកស្ដាំមកនិយាយពីថា manage ណា manage ហើយដល់ពេលយើងដួលចប់យើងបើកសាកមើលណាសាកមើលយើងឃើញណានេះ flash របស់យើងនេះវាចេញ computer management ចេញសិនមកយើងពាក្យថា device device manager របស់យើងទៅជា drive CD វិញបាទនេះជើង PK នេះយើងមើលរបស់យើងកន្លែងគេដាក់ network បើសិនជានេះខ្ញុំប្រើ desktop ខ្ញុំអត់មានទេ network យើងនេះបើសិនជាមានសញ្ញាអូទិនលើពាក្យថា Wi-Fi មានន័យថាបាត់ driver យល់ទេឥឡូវយើងមាន team viewer ផ្ញើ team viewer ខ្ញុំក៏បានដែរនេះមើលនេះយើងមើលបើសិនជាមានសញ្ញាអូទិនចានេះសញ្ញាអូទិនកន្លែង Wi-Fi ណាចាំន័យថាកុំព្យូទ័រយើងបាត់ driver យើង subscriber ម្ដងទៀត